សៀននេះបាននាំលោកម្ចាស់មកទស្សនៈនៅលើព្រៃភ្នំស្នាក់នៅវត្តទឹកផុសខាងទឹកដីកម្ពុជាក្រោមភ្នំនេះគេហៅថាភ្នំទុក្ខនិសរណៈវណៈថាព្រៃភ្នំឬថាភ្នំព្រៃដែលឃើញនៅទុក្ខទាំងឡាយប្រែតែអញ្ចឹងណាហើយនេះជាសកម្មភាពជាងកំពុងតែមកសាងសង់នៅតូបតូចសម្រាប់បើកវគ្គកម្មដ្ឋានហើយខាងក្រោមនេះកំពុងតែសាងសង់នៅតូបបើកវគ្គកម្មដ្ឋានរៀងរាល់ឆ្នាំហើយខាងលើក៏អញ្ចឹងដែរក៏បើឃើញនៅកុដិមួយហ្នឹងហើយរីករាយជាថ្លាអនុមោទនាសូមអនុមោទនា